មកបង្ហាញតិចនៃខ្លះលេង task event ដើម្បីយក decor និង benefit ផ្សេងៗអញ្ចឹង task event ហ្នឹងភាគច្រើនជាទូទៅគេតែងប្រាប់របៀបលេងហើយឲ្យយើងយក task អីមួយហើយទៅផលិតរបស់ហ្នឹងមកអញ្ចឹងគេឲ្យជារង្វាន់មកឡើងមកកភ្លុះហ្មងណាប៉ុន្តែអីដែលសំខាន់ខ្ញុំចង់ប្រាប់តិចនិចមួយដើម្បីងាយស្រួលក្នុងការលេង task event កុំឲ្យចាំមិនតែងហើយអត់បានដេកអញ្ចឹងវិធីដែលខ្ញុំធ្វើគឺខ្ញុំផលិតទៅតាម task សិនខ្ញុំអត់ tag task នឹងយកមកទុកហើយតាមរយៈម៉ោងដែលវាប្រាប់ហ្នឹងដើម្បីទៅផលិតឲ្យចាំប្រមូលវាគឺអត់ទេគឺខ្ញុំផលិតចោលវាត្រូវការមិញដូចជាខ្ញុំមកប្រមូលកាហ្វេសិននេះមកប្រមូលខុបកាហ្វេអញ្ចឹងវាត្រូវការអាកាហ្វេជាមួយកាកាវនោះមិញដូចជា cappuccino វាត្រូវការអានឹងចំនួន4គឺខ្ញុំផលិតវា4ហើយវាត្រូវការអីផ្សេងគឺខ្ញុំផលិតរបស់ផ្សេងទៀតនេះអញ្ចឹងខ្ញុំដាក់ផលិតមិញផលិត cappuccino ហើយគឺយើងផលិតនំខេកអញ្ចឹងខ្ញុំក៏ទៅផលិតនំខេកឲ្យហើយទៀតហើយខ្ញុំអត់តាន់ tag ខាងហ្នឹងឯងប៉ុន្តែអាហ្នឹងក៏មានគុណវិបត្តិមួយដែរពេលខ្លះយើងច្រឡំណាអ្នកទាំងអស់គ្នាអញ្ចឹងយើងដាក់វាផលិតសិនវាត្រូវការអីខ្លះយើងផលិតអញ្ចឹងក្នុងពេលដែលយើងដាក់វាចោលផលិតហ្នឹងគឺយើងអាចដេកបានហើយមិនចាំបាច់ដាច់យកទេវាជាតិចនិចរបស់ខ្ញុំព្រោះរបៀបថាខ្ញុំលេងឲ្យតែបានដេកឯងខ្ញុំមិនមែនលេងយកលេខ1ទេអញ្ចឹងយើងធ្វើតាមសមាជិកយើងនេះចឹងបន្ទាប់ពីយើងដាក់បំពេញវាអស់ហើយយើងចូលគេងនៅពីគេងមកយើងធ្វើការប្រមូលអនុវត្តបែបហ្នឹងទៀតដើម្បី complete task យក decor easy